ការតស៊ូរបស់ខ្មែរឥស្សរៈដើម្បីទាមទារឯករាជ្យពីបារាំងចន្លោះឆ្នាំ1945ដល់ឆ្នាំ1954គឺជាចលនាស្នេហាជាតិដ៏សំខាន់ប៉ុន្តែចលនានេះមិនអាចសម្រេចជ័យជំនះបានពេញលេញដោយខ្លួនឯងឡើយមូលហេតុដែលធ្វើឲ្យចលនានេះមានសភាពទន់ខ្សោយនិងមិនអាចជោគជ័យរួមមានកត្តាសំខាន់ដូចខាងក្រោម 1. កង្វះឯកភាពផ្ទៃក្នុងនេះគឺជាចំណុចខ្សោយបំផុតរបស់ក្រុមខ្មែរឥស្សរៈចលនានេះមិនមែនជាអង្គការតែមួយដែលមានមេដឹកនាំតែម្នាក់នោះទេការបែកបាក់ជាក្រុមខ្មែរឥស្សរៈបានបែងចែកជាច្រើនក្រុមដែលមានមនោគមវិជ្ជាខុសគ្នាខ្លះនិយមថៃខ្លះនិយមកុម្មុយនីសវៀតណាមខ្លះទៀតនិយមសេរីចំនួនអំណាចមេដឹកនាំក្រុមនីមួយៗជារឿយៗមិនចុះសម្រុងនឹងគ្នានិងដណ្ដើមអំណាចភូមិសាស្ត្រគ្រប់គ្រងដែលធ្វើឲ្យកម្លាំងសរុបបែកខ្ញែក 2. ឥទ្ធិពលនិងការជឿជ្រៅពីបរទេសចលនាខ្មែរឥស្សរៈភាគច្រើនរស់នៅក្រោមដង្ហើមរបស់បរទេសធ្វើឲ្យពួកគេបាត់បង់ម្ចាស់ការឥទ្ធិពលវៀតមិញក្រុមខ្មែរឥស្សរៈនៅខាងកើតស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ពួកវៀតមិញដែលមានគោលដៅបញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិននេះធ្វើឲ្យប្រជារាស្ត្រខ្មែរខ្លះមានមន្ទិលសង្ស័យនិងមិនចង់គាំទ្រឥទ្ធិពលថៃក្រុមខ្មែរឥស្សរៈនៅភាគខាងលិចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលថៃដើម្បីផលប្រយោជន៍នយោបាយរបស់គេជាជាឯករាជ្យពិតប្រាកដរបស់ខ្មែរ 3. កង្វះធនធាននិងយុទ្ធសាស្ត្រអាវុធយុទ្ធភ័ណ្ឌបើប្រៀបធៀបជាមួយកងទ័ពបារាំងខ្មែរឥស្សរៈខ្វះខាតអាវុធទំនើបនិងស្បៀងអាហារវិន័យកងទ័ពក្រុមខ្លះបានខ្លាចទៅជាក្រុមចោរព្រៃដែលដើរប្លន់និងធ្វើបាបប្រជារាស្ត្រដែលធ្វើឲ្យបាត់បង់ការគ្រប់គ្រងពីមហាជន 4. ព្រះរាជបូជនីយកិច្ចរបស់ព្រះមហាក្សត្រកត្តាដ៏ធំមួយទៀតដែលធ្វើឲ្យចលនាខ្មែរឥស្សរៈចុះខ្សោយគឺជាការងាកមកគ្រប់គ្រងព្រះបាទនរោត្តមសីហនុនៅពេលព្រះអង្គដាក់ចេញនៅព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យតាមផ្លូវការទូតប្រជារាស្ត្រនិងយុទ្ធជនខ្មែរឥស្សរៈជាច្រើនបានយល់ថាផ្លូវរបស់ព្រះអង្គមានប្រសិទ្ធភាពជាងនិងមិនបង្ហូរឈាមខ្មែរឥស្សរៈជាច្រើនបានសម្រេចចិត្តចុះចូលជាមួយរដ្ឋាភិបាលវិញសរុបមកទោះបីជាខ្មែរឥស្សរៈមានស្មារតីស្នេហាជាតិខ្ពស់ប៉ុន្តែដោយសារការបាក់បែកផ្ទៃក្នុងនិងការស្ថិតនៅក្រោមអធិបតេយ្យបរទេសបានធ្វើឲ្យចលនានេះបាត់បង់ឱកាសក្នុងការក្លាយទៅជាអ្នកនាំមុខគេក្នុងការដណ្ដើមឯករាជ្យ